តែអ្នកដឹងទេថាសណ្ដែកទាំងនេះអាចលោតបានដោយសារមានដង្កូវរស់នៅខាងក្នុងនេះគឺជាគ្រាប់សណ្ដែកលោតមិចស៊ិកឬ Mexican jumping beans ដែលជាវត្ថុអនុស្សាវរីយ៍ដ៏ល្បីល្បាញមកពីប្រទេសមិចស៊ិកកាលពីមុនគេធ្លាប់យកវាទៅបោកលក់ឲ្យភ្ញៀវទេសចរថាជាសណ្ដែកទិព្វដែលមានប្រលឹងសន្ធិដ្ឋនៅខាងក្នុងប៉ុន្តែការពិតវាមិនមែនជាសណ្ដែកទិព្វអ្វីឡើយមូលហេតុដែលគ្រាប់នេះអាចកម្រើបឬលោតបានគឺដោយសារតែមានដង្កូវមេអំបៅឬ moth larva រស់នៅខាងក្នុងសត្វមេអំបៅយប់នៅមិចស៊ិកនឹងហោះមកពងដាក់លើផ្កានៃដើមឈើម្យ៉ាងនៅពេលផ្កាក្លាយជាផ្លែនិងគ្រាប់ដង្កូវតូចៗនឹងញាស់មករួចចោះចូលទៅរស់នៅខាងក្នុងគ្រាប់និងស៊ីសាច់ខាងក្នុងនោះធ្វើជាអាហារមូលហេតុដែលដង្កូវព្យាយាមធ្វើឲ្យគ្រាប់លោតគឺដើម្បីគេចចេញពីពន្លឺព្រះអាទិត្យឬកន្លែងដែលមានកម្ដៅខ្លាំងបើវាមិនរំកិលចេញទេវាអាចនឹងត្រូវកម្ដៅដុតរហូតដល់ឆ្អិនទាំងគ្រាប់និងទាំងខ្លួនវាតែម្ដងប្រសិនបើយើងដាក់គ្រាប់សណ្ដែកទាំងនេះនៅលើបាតដៃដង្កូវនឹងចាប់ផ្ដើមរើបម្រាស់និងលោតខ្លាំងព្រោះសីតុណ្ហភាពនៃដៃមនុស្សគឺក្ដៅពេកសម្រាប់ពួកវាដង្កូវទាំងនេះនឹងរស់នៅក្នុងគ្រាប់អស់រយៈពេលរាប់ខែនៅពេលដល់កំពេលកំណត់វានឹងចោះរុនតូចមួយដើម្បីចិនមកក្រៃរួចសាងសម្បុកដកដឿនិងក្លាយជាមេអំបៅយប់ដ៏ស្រស់ស្អាតទោះបីជាគេហៅថាសណ្ដែកលោតក៏ដោយប៉ុន្តែតាមពិតវាមិនមែនជាប្រភេទសណ្ដែកពិតប្រាកដទេវាគ្រាន់តែជាគ្រាប់របស់រុក្ខជាតិម្យ៉ាងដែលមានរូបរាងស្រដៀងនឹងសណ្ដែកប៉ុណ្ណោះ